តោះបងប្អូនអរគ្នាដើរលេងផ្សារទំនើបជាមួយខ្ញុំទាំងអស់គ្នាបាទនៅ Eon 3ថ្មីផ្លូវ60 ម៉ែត្រក៏ដូចជាមហាវិថីស៊ីជីនពីងបាទអញ្ចឹងតោះបងប្អូនទៅការទិញអ្វីខ្លះមកនាំបងប្អូនអរគ្នាបាទទស្សនវិជ្ជាទាំងស្រុងបាទនៅក្នុងផ្សារទំនើប Eon 3ភ្នំពេញបាទគឺធំបងប្អូនណាធំមែនតែនផ្សារទំនើប Eon 3បើប្រៀបធៀបជាមួយនឹង Eon 2ខុសគ្នា 3-4 ដងបងប្អូនឲ្យដើមវែងតែកុំភ្លេចបើច្រកគេផងពួកខ្ញុំវែងខ្ញុំខ្លួនឯងវែងរួចហើយអត់ដូច Eon 2ទេ Eon 2សែនសុកអានោះវាមើលទៅវាយើងអត់វែងទេបាទវាមកល្មមបាទនេះធំណាស់ណាបងប្អូនបាទអញ្ចឹងតោះតាមបងប្អូនចង់បានអ្វីដែរបាទនៅក្នុងនេះមានដូចជាមួយនឹងបាយភ្លើមាន់បាទចំអិនស្រាប់បាទក៏ដូចជាលក់នៅលុបប្រើប្រាស់ផ្សេងជាមួយនឹងខោអាវ brand បាទបងប្អូនចូលចិត្តចេញ trip camping បាទជាមួយនឹងតង់បាទបោះតង់ក៏មានដែរជាមួយនឹងតម្លៃដូចជាមិនថ្លៃទេសមរម្យបាទសំខាន់គុណភាពបាទក្នុងនោះដែរសម្រាប់បងប្អូនសុភាពបរិសុភាពនារីជាមួយនឹងបងប្អូនដែលចូលចិត្ត cooking បាទចំអិនបាទជាមួយនឹងផ្លែឈើស្រស់ថ្មីបាទមាននៅក្នុងទាំងអស់ជាទូទៅបងប្អូនសុទ្ធតែដឹងក្នុងផ្សារទំនើបស្អីក៏វាមានដែរបាទព្រោះនៅក្នុងនោះដែរក៏មានការនាំចេញនាំចូលបាទជាអាហារដូចជាផ្លែឈើរបស់ខ្មែរយើងឬនាំចូលពីក្រៅប្រទេសផងដែរក្នុងនោះបាទដល់ល្អស្រស់ថ្មីបាទជាមួយនឹងតម្លៃក៏រីងសាច់ដែរណាបាទព្រោះក្នុងផ្សារទំនើបដូចបងប្អូនបានដឹងហើយបាទចឹងតាមកបងប្អូនចង់បានអីខ្លះបាទច្រកមួយបាទជាមួយនឹងផ្សារបន្លែបាទចង់បានអីប្រាប់ខ្ញុំបាទហើយតោះទៅមុខតិចទៀតយើងមានជាមួយនឹងដូចជាគ្រឿងសមុទ្រក៏ដូចជាផ្នែកអាហារសាច់បាទជាមួយនឹងអាហារត្រីផងដែរបាទគឺមានសពបាទជាមួយនឹងតម្លៃថ្លៃធ្នូដោយបងប្អូនទាំងអស់គ្នានិយាយដដែលហ្នឹងគឺរៀងគ្រាន់បើដែរតម្លៃបាទយើងចូលទៅនេះគឺវា standard ស្តង់ដារបាទប៉ុន្តែខ្ញុំពងតែកលេចរមើគីឡូមានត្រីសាល់ម៉ុនអីចឹងណាព្រោះត្រីសាល់ម៉ុនគឺជាប្រភេទត្រីមួយដែលខ្ញុំចូលចិត្តបែបអាហារសមុទ្របាទឬក៏ដូចជាត្រីទូណាអញ្ចឹងទៅបាទអាហារកញ្ចប់បែបនេះងាយទុកដាក់បានស្រួលបាទសម្រាប់បងប្អូនដែលធ្វើដំណើរផ្លូវចិត្តផ្លូវឆ្ងាយបាទយើងគេថាហូបកំដរមាត់ណាបាទមានផ្លែឈើខ្លះខ្ញុំមិនដែលស្គាល់ផងគាត់ទៅមើលយើងមើលទៅដូចផ្លែឈើប្រហែលប្រភេទហ្នឹងមិនដែលដឹងថាផ្លែអីស្គាល់ផងព្រោះជាឈ្មោះបរទេសបាទយើងមិនដែលដឹងមិនដែលឃើញមិនដែលស្គាល់ថាផ្លែត្នោតផ្លែដូងដល់ពេលផ្លែឈើរៀងទំនើបពេកបាទអញ្ចឹងមើលមិនស្គាល់បាទដូចជាមួយនឹងស្វាយពណ៌ហ្នឹងបាទមើលទៅប្លែកយើងក៏ស្វាយយើងពណ៌ខៀវបាទព្រោះយើងទាក់ទងនឹងផ្លែឈើស្គាល់មកអស់ទេបងប្អូនណាបាទយើងនៅស្រុកនៅស្រែបាទក្នុងនោះដែរជាមួយផ្លែឈើគ្រប់ប្រភេទបាទនៅនេះបាទប្លែកបាទមានតសក់លឿងតសក់ក្រហមសំទោសអាលឹកបាទអាលឹកមានអាលឹកលឿងទៅទៀតបាទហើយនេះជាមួយនឹងជ្រក់គៀមជីបាទនេះបងប្អូនជួចាត់ទប់ជាមួយនឹងគ្រឿងសមុទ្រណាដាក់ឲ្យគេថាជាតិបាទម៉ែអាជាតិអាជាតិតាជាតិហើយគេថាខ្ញុំចូលចិត្តបាទតែខ្ញុំអត់ដែលភ្លេចទេជាមួយនឹងគៀមជីបាទនេះគឺជាជ្រក់របស់កូរ៉េបាទគៀមជីឆ្ងាញ់បាទជាមួយនឹងត្រីស្រស់ថ្មីបាទតែឆេបកំពុងតែរៀបចំដាក់តាំងបាទក្នុងនោះដែរត្រីប្រមាណប្រភេទដល់ខ្ញុំអត់សូវស្គាល់ទេព្រោះត្រីនោះត្រីនៅក្នុងស្រុករបស់យើងទេហើយដូចជាត្រីសមុទ្រយើងមិនស្គាល់ណាហើយជាមួយត្រីយើងបឹងទន្លេសាបអត់ស្គាល់ទេបាទវាច្រើនប្រភេទពេកពេលខ្លះសួរឆេបគាត់ប្រាប់តែអត់ចាំឈ្មោះអស់ទេបាទមកជាមួយនឹងអាណាដែលខ្ញុំចូលចិត្តគឺជាងគេគឺសាល់ម៉ុននឹងឯងបាទគេដាក់មកគឺជាតិណាបងប្អូនហើយបាទជាតិចូលចិត្តបាទតែអត់ទេបាទត្រីសាល់ម៉ុនទៅបានមកប្រអប់មកបាទយើងដាក់តិចទៅគេថាមួយជាជាតិបាទអញ្ចឹងបងប្អូនទិញអីបានខ្លះហើយខ្ញុំបានត្រីសាល់ម៉ុនមកប្រអប់2ប្រអប់ហើយបាទហើយក្នុងនោះដែរសម្រាប់ដូចជា buffet salmon នេះអានេះសម្រាប់ប្រភេទជា buffet salmon ណាបាទអញ្ចឹងមានគ្រប់បាទនៅក្នុងហ្នឹងមានបកាមានអីប្រភេទគ្មានធូណាអញ្ចឹងទៅបាទហើយតម្លៃក៏សមរម្យល្មមដែរទេបាទមិនថ្លៃអីពេកទេសម្រាប់បងប្អូនដែលចូលចិត្តដាក់គេថាអូជាតិបើសក់ទៅមាត់អញ្ចឹងបន្តទៀតជាមួយនឹងអាហារផ្សេងបាទជាមួយនឹងឈុតបាទជាមួយនឹងត្រីសាល់ម៉ុនឈុតបាទក្នុងឈុតហ្នឹងគឺយើងទិញទៅគឺយើងហូបបានភ្លាមបាទស្រស់ថ្មីល្អបាទ
ហើយជាមួយនឹងសាច់ច្រើនប្រភេទទៀតមានគោអូស្ត្រាលីមានមាន់មានអីនេះឯងបានបងនៅក្នុងផ្សារមានអីមានអញ្ចឹងបានអញ្ចឹងខ្ញុំទិញបានហើយបងប្អូនបានអីខ្លះតោះយើងទៅ check bill គិតលុយដើម្បីបន្តដំណើរត្រឡប់ទៅគេអាឋានវិញអញ្ចឹងមានតែប៉ុណ្្នឹងទេណាបងប្អូនយើងទៅក្នុងផ្សារទំនើប Eon 3អរគុណ